คนใจในขนมคาดำมวยนั่งเมียนครูดอกสลับบาตีมวยกระทาเมียนเกลอบฝึกขีดกอดในขนมคาดำมวยนั่งไงbà tí pí hôn trai con miền chùm ngữ bà hôn trai còn slap đòi chùm ngữ bà về hôn trai về nơi đầm nạ ca nơi bên ấy bà về dây chóm tới hôn trai còn miền chùm ngữ pí tí mối hôn trai còn cao mà hà đi tí pí hôn trai còn cao chùm ngữ phơi chật chùm ngữ phơi chật nó cứ sầm khăn á hết đấy ban chùm ngữ phơi chật hôn trai tập ngày nó dựng đắng ấy bạc bộ hồn trai nó cứ ăn tạt chiết cái bạc cọ tọt sập bát hồn trai là hồn tàu hồn ấy nó cái đạn là không mà chi màu ăn tạt chiết cái tam chạp từng hồn trai nằng bạn chẳng nghe kêu tì thầy này cái tì món nó về xóm sò nằng bị phụp lô cái chạp đam cái đạn toàn là cam bị phụp lô cái bông tam chạp hồn trai á bà tí có trời này chắc là khăn có buồn kêu tì nó cái ta hôn trai còn kêu sạ nó không khai đọc mùi đừng tì mũi hôn trai kêu sạ năng cái lùi vừa khiết gọt mà tì pí hôn trai còn kêu sạ nơi không chừng ngư bà còn kêu sạ nơi chừng ngư chắc hôn trai nơi tầm nạ cao bên ấy còn chừng ngư phơi chật chắc hôn trai còn miền chừng ngư pí chùm ngư phơi chất năng chùm ngư mà hà đi mà sao là chùm ngư sao là ở miền Nam chia bà này bà chùm ngư phơi chất chùm ngư mà hà đi đấy ở miền Nam chia bà này hai đấy ban hôn trai còn miền chùm ngư phơi chất hôn sáng còn nơi tầm nạ cà phê này cứ còn lẹt luôn nói còn thầy còn lẹt luôn nắng cái tạm chạp bà bây giờ trong tới cứ tiết nóខ្ញុំនឹងនិយាយហេតុអីបានគេតាមចាប់អញ្ចឹងថ្ងៃនេះតាក់ទងនឹងរឿងព័ត៌មានថ្មីតាក់ទងនឹងគេតាមចាប់ហ៊ុនសែនហ្នឹងមកបាទហើយខ្ញុំនិយាយប្រហើបន្តិចទៅថ្ងៃនេះក៏ខ្ញុំនិយាយក្បាលបន្តិចថ្ងៃនេះគឺប្រធាន FCI អាមេរិកគេមកសហការជាមួយហ៊ុនម៉ាណែតបាទប្រធាន FCI អាមេរិកគេមកសហការជាមួយហ៊ុនម៉ាណែតបាទហើយបងប្អូនខ្មែរយើងខ្លះយើងឲ្យមើលបន្តិចចុះកុំឲ្យថ្ងៃនេះព័ត៌មានថ្មីហ្នឹងនេះឃើញទេបាទនេះចានេះឃើញទេនេះបាទហ្នឹងFBI អាមេរិកបាទនេះបាទគេមកសហការជាមួយហ៊ុនម៉ាណែតបាទនឹងប្រធានFBI អាមេរិកហ្នឹងគឺគេមកសហការហ៊ុនម៉ាណែតគឺគេតាមចាប់ទី1គេតាមចាប់មេចៅឧក្រិដ្ឋកម្មឆ្លងដែនមេចៅឆោបោកនៅស្រុកខ្មែរហ្នឹងគឺគេមកសហការនឹងហ៊ុនម៉ាណែតដែរនេះ FBI នេះ FBI អាមេរិកប្រធាន FBI អាមេរិកនេះគេមកតំណាក់នៅហ៊ុនម៉ាណែតគេដាក់កម្លាំងមកគេតាមចាប់ហើយធម្មតាគេមកទឹមតាក់តងអញ្ចឹងបើពេលយើងយកមកគិតគំនិតខ្លួនឯងបាទគេបញ្ជូនកម្លាំងគេមកតាំងពីមុនហើយអញ្ចឹងហើយបានជំរុំនៅស្រុកខ្មែរយើងផ្អើលនៅភូមិមានឹងផ្អើលបាទជំរុំឆោបោកនៅភូមិមានៅប្រទេសខ្មែរយើងនឹងជ្រួលច្បល់អញ្ចឹងគេបញ្ជូនកម្លាំងគេមកតំណែងគេបញ្ជូនកម្លាំងគេមកមុនហើយបានត្រឹមមេគេមកតំណែងដល់ហ៊ុនម៉ាណែតនេះឃើញទេបាទ FBI អាមេរិកបាទគេមកតំណែងហ្នឹងគឺគេទី1គឺគេមកចាប់បាទគឺគេមកចាប់មេឧក្រិដ្ឋកម្មឆ្លងដែនហ្នឹងហើយនឹងអ្នកដែលគេដាក់ចូលនៅក្នុងបញ្ជីខ្មៅហ្នឹងអញ្ចឹងគេមកសហការដើម្បីមកបោះសម្អាតគេមកតាមចាប់បាទអ្នកដែលគេដាក់នៅក្នុងបញ្ជីខ្មៅដូចហ៊ីងមុនហៀងអីហ្នឹងហ៊ុយវិសិទ្ធអីត្រីភាពអីចឹងណាបាទពុនគីមអីចឹងទៅអាតូអីហ្នឹងគឺនៅក្នុងបញ្ជីខ្មៅអន្តរជាតិអញ្ចឹងប្រធាន FBI ហ្នឹងគេមកតំណែងគេមកតាមចាប់ពួកហ្នឹងហើយអញ្ចឹងមកគេដឹងរឿងបានគេដឹងរឿងដល់ហ៊ុនសែនហ្នឹងបានតែយើងយកមកមើលក្បួនទាយហ៊ុនសែនហ្នឹងអានេះយើងខ្ញុំធម្មតាខ្ញុំអ្នក live clip ខ្ញុំអ្នកនិយាយពីរឿងកិច្ចការសង្គមរឿងប្រទេសជាតិខ្ញុំអត់មានទៅមាក់ងាយជីវិតបងប្អូនណាទេខ្ញុំអ្នករិះគន់កែតម្រូវបាទអ្នកណាធ្វើខុសទទួលខុសច្បាប់
ប្រទេសជាតិមានច្បាប់ពិភពលោកមានបាទអ្នកឯងធ្វើខុសអ្នកឯងទទួលទោសនឹងមុខច្បាប់អញ្ចឹងខ្ញុំការដែលខ្ញុំរិះគន់និយាយពីរឿងសង្គមនេះខ្ញុំអត់យកខ្មែរណាធ្វើជាសត្រូវទេខ្ញុំអត់ស្អប់ទេអញ្ចឹងអ្នកណាសាងអំពើអាក្រក់គឺប្រឈមមុខនឹងមុខច្បាប់គឺច្បាប់កាត់ទោសបាទអាហ្នឹងអញ្ចឹងក៏នៅខ្ញុំក៏ខ្ញុំយកក្បួនទាយនេះមកបើកវងកញ្ចក់ទេក្បួនទាយនេះបាទអាហ្នឹងអញ្ចឹងហ៊ុនសែនបើយើងតាមមើលថៃគេទាយបើតាមមើលថៃគេទាយហ្នឹងគឺហ៊ុនសែនហ្នឹងគឺឆ្លងអត់ផុតនឹងឆ្នាំ2025ហ្នឹងទេបើលេខហ៊ុនសែនណាបាទលេខហ៊ុនសែនអញ្ចឹងបានហ៊ុនសែនបានខ្ញុំនិយាយថាហ៊ុនសែននៅពេលនេះអត់ហ៊ាននិយាយចេញមុខអីនៅតាមកញ្ចក់ទូទៀតទេអត់ទេហ៊ុនសែនគឺពួនលាក់ខ្លួនសងំខ្លួនមកហ៊ុនសែនណាតែទូរស័ព្ទក៏អត់ហ៊ានប្រើផងបាទនៅក្នុងបញ្ជីដែលអន្តរជាតិគេដាក់ទណ្ឌកម្ម7-8នាក់នឹងហើយគេដាក់ទណ្ឌកម្មគេប្រកបប្រតិបត្តិអាចេនហ្វីទីប្រឹក្សាហ៊ុនសែនហ្នឹងគឺដឹងថាហ៊ុនសែននឹងមេខ្លោងអញ្ចឹងវាពាក់ព័ន្ធនឹងហ៊ុនសែនអញ្ចឹងហ៊ុនសែនក៏នៅក្នុងការគេចាប់ខ្លួនហ្នឹងអញ្ចឹងហ៊ុនសែនកំពុងតែលាក់ខ្លួនអញ្ចឹងដំណាក់កាលដែលហ៊ុនសែនកំពុងតែលាក់ខ្លួនកំពុងតែប្រឈមមុខនឹងគេតាមចាប់ហ្នឹងវាគ្រូទាយថៃហ្នឹងវាទាយថៃទាយហ៊ុនសែនហ្នឹងវាត្រូវវាត្រូវនឹងចំនឹងអាស្រ័យរឿងគេអន្តរជាតិគេដាក់ទណ្ឌកម្មគេតាមបោះសម្អាតជំរុំពួកចោលឆោបោកពួកឧក្រិដ្ឋកម្មឆោបោកតាមប្រព័ន្ធអនឡាញហ្នឹងវាតាក់ទងនឹងរឿងគេដាក់ទណ្ឌកម្មគេតាមចាប់ហ៊ុនសែនដល់និយាយនេះទាយវាត្រូវទៀតបើខ្មែរឥឡូវចូលស្ដាប់តិចទៅមិនចឹងចាเพราะว่าสภาพตอนนี้ของคุณฮุนเซนเนี่ยถ้าเป็นคนเขาก็เรียกว่าเริ่มจะเข้าขั้นโคม่าละประตูห้อง ICU เปิดรออยู่ละอันนี้เป็นเดือนกันยาใช่ไหม6 เจอ 5เขาจะเครียด5 เจอ 5 ตกศัตรูนี่นะชีวิตล้มเหลวอายุ75ก็คือ12ก็คือ3 เจอ 5ชีวิตสะดุดตายทั้งเป็น3ไม่ตายก็คือตายสะดุดตายว่าตัวเองท้าทายมากท้าทายเกินไปด้วยท้าทายไม่กลัวฟ้าไม่กลัวฝนไม่มีเหตุไม่มีผลเพราะว่าถ้าแท้ผมเป็นแล้วนะเป็นคนที่ใจเหี้ยมมากใจเหี้ยมใจแข็งจัดฉากสร้างภาพโฆษณาชวนเชื่อสามารถจะพูดและทำไปทุกเรื่องทุกอย่างที่ไม่ความจริงเพื่อตัวเองได้ประโยชน์ปีนี้กูตีนี่គាត់ទាយថាហ៊ុនសែនហ្នឹងគឺមនុស្សខូខើបាទគឺគាត់ហ៊ានធ្វើទាំងអស់បាទទាំងសម្លាប់មនុស្សទាំងឆោបោកចោតប្រកាន់គេចោតចាប់គេដាក់គុកទាំងបំផ្លាញជាតិទាំងលក់ជាតិទាំងបំផ្លាញលទ្ធិប្រជាធិបតេយ្យអញ្ចឹងថៃគេនិយាយថាហ៊ុនសែនហ្នឹងគឺចិត្តខូខើបាទចិត្តខូខើបើនិយាយចំទៅថ្មិលនិយាយចំទៅហ៊ុនសែនហ្នឹងគឺពួកថ្មិលវាអត់មានធម៌មេត្តាអីនៅក្នុងខ្លួនទេអញ្ចឹងគេនិយាយថាចិត្តខូខើបាទចិត្តខូខើស្អីក៏ហ៊ុនសែនគាត់ហ៊ានធ្វើដែរសម្រាប់មនុស្សក៏ហ៊ានដែរដើម្បីតែអំណាចក្រុមគ្រួសារគាត់បាទដល់អញ្ចឹងគាត់អត់ខ្លាចច្បាប់ទេបាទគាត់អត់ខ្លាចច្បាប់ជាតិគាត់អត់ខ្លាចច្បាប់អន្តរជាតិទេដល់អញ្ចឹងហ៊ុនសែនគាត់ប្រឈមមុខនឹងហើយគេបាទប្រឈមមុខនឹងច្បាប់ទី1ហ៊ុនសែនក៏ប្រឈមមុខនឹងច្បាប់ធម្មជាតិផងទី2ហ៊ុនសែនក៏ប្រឈមមុខនឹងច្បាប់អន្តរជាតិគេកាត់ទោសគាត់បាទអាហ្នឹងនិយាយងាយនិយាយខ្លីស្ដាប់ទី2ក៏គេថាហ៊ុនសែនហ្នឹងអស់អាយុនៅក្នុងឆ្នាំនៅក្នុងគាត់នៅក្នុងអាយុ75ហ៊ុនសែនណាហ៊ុនសែននៅក្នុងការគ្រូទាយនេះបាទពិតណាបងអូនមិនហ្នឹងនៅក្នុងនេះគាត់ថាគាត់ហ៊ុនសែនហ្នឹងអស់អំណាចនឹងឬមួយថាគាត់និយាយពីរឿងថាគាត់អស់ពីអំណាចចុះរបបគាត់ដួលរលំហ្នឹងហ៊ុនសែនហ្នឹងអាយុ75បានតែមើលយើងបើខ្មែរយើងខមមិនតិចមើលហ៊ុនសែនអាយុប្រហែលនេះហ៊ុនសែនគាត់ឆ្នាំរោងមើលឆ្នាំរោងរាប់ខ្លួនឯងមើលឆ្នាំរោងយើងគ្រូទាយនេះគេថាហ៊ុនសែនគាត់75ហ្នឹងគឺហ៊ុនសែនមានគ្រោះថ្នាក់ហើយបាទគ្រោះថ្នាក់
ពីអំណាចផងមាននៅក្នុងការគេទាយនេះវាមានបាត់បង់ជីវិតទៀតបាទមានគេលបធ្វើឃាតផងមានគេបាទមានគេតាមចាប់ផងមានជំងឺគាត់កើតជំងឺអញ្ចឹងវាយើងទាយមើលហ៊ុនសែនក៏ឆ្នាំរងឆ្នាំនេះឆ្នាំម្សាញ់អញ្ចឹងយើងដេញមើលហ៊ុនសែនអាយុគឺទីថាអាយុ70ដល់យើងរាប់មើលហ៊ុនសែនអាយុប្រហែលហើយឥឡូវហ្នឹងមើលរោមសាញ់មីម៉ែវកក្បួនទាយខ្ញុំគឺក្បួនរាប់ខ្ញុំគឺឆុត70រាប់តែ70រាប់តែ10ទៅ7បាទមើលបាទចាំមើលហ៊ុនសែនឆ្នាំរងបាទរោមសាញ់មីម៉ែវកការចកោជូតឆ្លូវ10 70ឆ្លូវហាលថោះរោមសាញ់ហ៊ុនសែនទៅ74ហ៊ុនសែនទៅ74បាទហ្នឹងហើយនោះគាត់ទីមក74មិនតែគ្រូទីនេះគេថាហ៊ុនសែន75គ្រូទីបាទហ៊ុនសែនវាគ្រូទីថាហ៊ុនសែននៅក្នុងចុងឆ្នាំនឹងខែ11ខែ12ហ្នឹងគឺហ៊ុនសែនគាត់ដួលរលំឬមួយហ៊ុនសែននឹងមានគេលបធ្វើឃាតធ្វើអីគាត់ទៀតចឹងណាបាទនៅក្នុងក្បួនទាយហ្នឹងបានតែគេទីថាអាយុ75បានតែយើងរាប់ទៅហ៊ុនសែនអាយុ74នៃបងប្អូនខ្មែរយើងខមមិនមើលបាទវាខែនេះវាខែបាទវាចិត្តតែឆ្លងឆ្នាំដែរណាបាទវាចិត្តតែឆ្លងឆ្នាំហ្នឹងវាចូល75ហ្នឹងវា2026បាទហ៊ុនសែនគាត់ចូលឆ្នាំ2026ហ្នឹងចូលអាយុ75មកដោយគ្រូទាយហ្នឹងហើយបាទអញ្ចឹងនៅក្នុងគ្រូទាយហ្នឹងគាត់ថាទី1នៅចុងខែទី2គឺអាយុ75បាទគឺហ៊ុនសែនហ្នឹងគឺច្បាប់ធម្មជាតិឬមួយច្បាប់អន្តរជាតិគេកាត់ទោសគាត់បាទបានតែឥឡូវខ្ញុំបើកវងកញ្ចក់ប៉ុណ្ណឹងបានតែខ្ញុំមកមើលហ៊ុនម៉ាណែតមួយទៀតបាទគ្រូទាយហ្នឹងគ្រូថៃគេទាយ2ហ្នឹងអញ្ចឹងខ្ញុំមកបកប្រែជាភាសាថៃហ្នឹងខ្ញុំមកបកប្រែចែកជូនបងប្អូនខ្មែរយើងខ្លីៗនិយាយខ្លឹមប៉ុណ្ណឹងបាទស្រួលងាយស្រួលស្ដាប់បាទអញ្ចឹងយើងចូលមើលហ៊ុនម៉ាណែតបន្តិចបាទហ៊ុនម៉ាណែតហ្នឹងក៏គ្រូថៃនឹងគេទាយមើលពីវាសនាហ៊ុនម៉ាណែតដែរបាទអញ្ចឹងយើងចូលមើលយើងចូលស្ដាប់ហ៊ុនម៉ាណែตមកបាទลูกชายคุณเซนค่ะคุณมาเน็ตค่ะแนวโน้มอนาคตชีวิตการเมืองเขาเป็นอย่างไรบอกวันที่เกิดก่อนนะนะคะเกิด20 ตุลา 2520ค่ะอายุตอนนี้ย่าง48 ปีเขาเป็นคนคล่องตัวกระฉับกระเฉงแต่เขาเกิดวันพฤหัสเขาตกที่นั่งเลข2ตกที่นั่งศัตรูตกที่นั่งผู้ใหญ่ดวงนี้นะรหัสชีวิตติดคุกอุ้ยเขาจะต้องเป็นนายกประเทศเขมรต่อไปนี่นะไม่ใช่เลยไม่ใช่เหรอต่อไปนี่เขารหัสชีวิตติดคุกไม่ได้เป็นนายกหรอกอาจารย์แม่เขาก็เรียบร้อยเนี่ยខ្ញុំចង់បកតាមនេះបន្តិចបាទខ្ញុំចង់ប្រែជាភាសាថៃកន្លែងហ្នឹងបន្តិចភាសាគ្រូទាយថៃហ្នឹងគេទាយមើលជើងលេខទៅគេថាហ៊ុនម៉ាណែតហ្នឹងអត់ទេអត់ទៅមុខទៅមិនមែនជានាយករដ្ឋមន្ត្រីខ្មែរទេបាទនៅក្នុងគ្រូទាយថៃគេប្រាប់ហ្នឹងបាទហ៊ុនម៉ាណែតហ្នឹងទៅមុខគេប្រើពាក្យថាទៅមុខបាទទៅមុខទៅហ្នឹងហ៊ុនម៉ាណែតហ្នឹងមិនមែននាយករដ្ឋមន្ត្រីខ្មែរទេអាហ្នឹងទី1ទី2ហ៊ុនម៉ាណែតជាប់គុកបាទគុកហ្នឹងភាសាថៃហ្នឹងគុកដូចគ្នាទេភាសាថៃនិងភាសាខ្មែរហ្នឹងគុកដូចគ្នាអញ្ចឹងបងប្អូនខ្មែរយើងចាំស្ដាប់អាពាក្យគុកហ្នឹងបាទហ៊ុនម៉ាណែតទៅមុខទៅអត់មិនមែនជានាយករដ្ឋមន្ត្រីទេតែគាត់មើលជើងលេខទៅហ៊ុនម៉ាណែតគឺជាប់គុកបាទនេះឥឡូវបងប្អូនខ្មែរយើងចាំស្ដាប់គុកដូចគ្នាភាសាថៃនិយាយហ្នឹងក៏គាត់និយាយគុកដូចគ្នាភាសាថៃនិងភាសាខ្មែរហ្នឹងគុកហ្នឹងគុកដូចគ្នាទេបាទអញ្ចឹងបងប្អូនខ្មែរយើងចូលស្ដាប់ភាសាថ្មីโน้มอนาคตชีวิตการเมืองเขาเป็นอย่างไรบอกวันที่เกิดก่อนนะนะคะเกิด20 ตุลา 2520ค่ะอายุตอนนี้ย่าง48 ปีเขาเป็นคนคล่องตัวกระฉับกระเฉงแต่เขาเกิดวันพฤหัสเขาตกที่นั่งเลข2ตกที่นั่งศัตรูตกที่นั่งผู้ใหญ่ดวงนี้นะรหัสชีวิตติดคุกอุ้ยเขาจะต้องเป็นนายกประเทศเขมรต่อไปนี่นะไม่ใช่เลยไม่ใช่เหรอต่อไปนี่เขารหัสชีวิตติดคุกไม่ได้เป็นนายกหรอกเคยอาจารย์ហ៊ុនម៉ាណែតហ្នឹងមិនមែនទៅមុខទៅមិនមែនជានាយករដ្ឋមន្ត្រីខ្មែរទេគឺរហ័សហ៊ុនម៉ាណែតហ្នឹងគឺលេខហ្នឹងគឺគេទាយមកឃើញទៅមុខទៅហ៊ុនម៉ាណែតគឺជាប់គុកជាប់គុកណាបើពីជំរុំពួកចៅ54
54ទីតាំងនៅស្រុកខ្មែរយើងហើយលោកប្រធានសំរងស៊ីក៏មានប្រសាសន៍ដែរហ៊ុនម៉ាណែតហ្នឹងក៏វាបាទក៏វាមេខ្លោងធំដែរបាទបានគ្រាន់ថានៅក្នុងនាមវាជានាយករដ្ឋមន្ត្រីគេមិនទាន់ចាប់វាទេគេនៅសហការដើម្បីសំណុកធ្វើកិច្ចការបោសសម្អាតពួកចៅឈរជើងនៅស្រុកខ្មែរយើងនឹងពួកចៅឈរបោកមេចៅគ្រឿងញៀនឬមួយពួកដែលចូលនៅក្នុងបញ្ជីខ្មៅអញ្ចឹងគេសំណុកឲ្យគេសំណុកតំណែងហ៊ុនម៉ាណែតប៉ុន្តែចុងក្រោយគឺចាប់ដូចគ្នាអញ្ចឹងសរុបសេចក្តីមកគ្រូទីថៃនេះទីត្រូវបាទគ្រូទីថៃនេះគ្រូទីថៃនេះទីត្រូវបាទអញ្ចឹងទៅគ្រូទីថៃតាហ៊ុនម៉ាណែតទៅមុខទៅមិនមែនជានាយករដ្ឋមន្ត្រីខ្មែរទៀតទេអញ្ចឹងហ៊ុនម៉ាណែតគឺជាប់គុកបាទអាហ្នឹងអស់ពេលនាយករដ្ឋមន្ត្រីគឺជាប់គុកហើយអស់ពេលណាយើង